nè cầm nè ngày chẳng hai bạn vừa ơi atma miền ốc cả sầm ra bàn mùi để dẹ mùi dẹ nè ngày tam pết rương để trừ cào lại viên là cào chẳng nói nhận đúng chuồng cao dân thắng bậc cùng tại lục chi lan từ mưa đàm chơ từ mưa đầy cái bài văn để tiêm đàm chơ đàm lại đàm ấy nó còn mình ấy bên té bờ rương để từ ấy nồng cột nó cái ấy đài nè miền miền ở lục la cran tại là chươngในក្នុងបន្ទប់ទឹកហ្នឹងក៏បាក់ដៃបាក់ជើងដែរហ្នឹងមានច្រើនករណីណាស់អញ្ចឹងបានព្រះពុទ្ធជាម្ចាស់ព្រះអង្គថាណាត់ហេកម្មੰសមੰពលំប្រែមកថាកម្លាំងអីស្មើដោយកម្លាំងកម្មហ្នឹងអត់មានទេអត់មានទេញោមទាញតតែបានពីព្រោះអីពីព្រោះមានរឿងច្រើនណាស់ដោយច្រើនអស់លោកយើងនឹងច្រើនតែគិតថាវាមិនសមយ៉ាងនេះវាមិនសមយ៉ាងនោះបើគុំតែអញ្ចឹងបើគុំតែយ៉ាងនឹងមិនអីអានឹងមិនអញ្ចឹងទេហ្នឹងហើយព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមិនដែលមានផលណាដែលកើតឡើងដោយប្រះចាកហេតុទេមានហេតុទើបកើតឡើងហ្នឹងហើយមានហេតុទើបកើតឡើងណែមានរឿងច្រើនណាស់មានបាសកចេញពីវត្តចតពន្ធមកដល់ខ្លងទ្វារមេគោបុកស្លាប់នឹងក៏មានហើយមេគោសោះមិនឡានបុកដែរមេគោបុកងាប់ដែរណែដូចទៅភិក្ខុចេញមកមុខវត្តនឹងក៏លន់មាត់ថាអូមើលបាសកស្ដាប់ធម៌យប់មិញសោះហើយឥឡូវមកស្លាប់នៅមុខវត្តមិនសមសលោកថាអញ្ចឹងដែរលោកសម័យព្រះលោកថាអញ្ចឹងដែរមិនសមសប៉ុន្តែក្រោយមកទូលដំណឹងនឹងដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គថាសមហើយពីព្រោះមិនដែលមានផលណាដែលកើតឡើងដោយប្រះចាកហេតុទេឧបាសកនឹងធ្លាប់ធ្វើឲ្យគេស្លាប់ក្នុងជាតិណានោះពីមុនមកដែរណាអញ្ចឹងជាតិនេះក៏ត្រូវជួបព្រឹត្តិការណ៍រឿងចឹងហើយខ្ញុំកាត់អាត្មាក៏រំលឹករឿយដែរនៅពេលដែលកើតឡើងភ្លាមអាត្មានឹកឃើញដល់រឿងអតីតកម្មរបស់បុគ្គល3ពួកនឹងបានដល់ភិក្ខុដែលលោកជួបព្រឹត្តិការណ៍ក្នុងរឿង3យ៉ាងហ្នឹងដែលភិក្ខុមួយអង្គលោកបាននិមន្តទៅដល់ភូមិមួយហ្នឹងស្រាប់តែមានភ្លើងឆេះផ្ទះឲ្យសន្ធោសន្ធៅរហូតដល់មានកម្លាំងភ្លើងហ្នឹងវាផាត់ផ្សែងភ្លើងឡើងទៅលើទៅវាដោយទាំងរង្វេលឆ្នាំងក្មេងឥឡូវអ្នកស្រុកឥឡូវប្រើរង្វេលឆ្នាំងដូចមុនដែរញោមហ៎ណារង្វេលឆ្នាំងពីដើមហ្នឹងធ្វើពីស្មៅពីច្បើងពីអីហ្នឹងរង្វេលឆ្នាំងហ្នឹងវារសាត់ទៅលើអាកាសដល់ពេលរសាត់ទៅលើអាកាសហ្នឹងសត្វក្អែកហ្នឹងវាហើមកវាចូលក្នុងរង្វេលឆ្នាំងហ្នឹងឯងហើយក៏ធ្លាក់ស្លាប់ភ្លាមហ្នឹងភិក្ខុទាំងឡាយក៏ឃើញព្រឹត្តិការណ៍ហ្នឹងលោកថាមានហេតុអីកើតឡើងទៅណចាំមើលជួបព្រះសម្មាសម្ពុទ្ធនឹងទូលសួររឿងហ្នឹងមករឿងទៅលោកមកក្រុមទៀតនោះលោកធ្វើដំណើរតាមសំពៅហើយស្រាប់តែសំពៅហ្នឹងទៅគឿងកណ្ដាលសមុទ្រញោមមើលនៅសុកគឿងហ្នឹងវាទៅមុខមិនរួចមកក្រោយមិនរួចគេហៅគឿងញោមយល់ដែរញោមពាក្យហ្នឹងហ្នឹងគឿងសំពៅកណ្ដាលសមុទ្រហ្នឹងវិធីដើម្បីនឹងឲ្យសំពៅនឹងបានទៅមុខតើស្វែងរកមនុស្សចង្រៃក្នុងសំពៅហ្នឹងថាតើអ្នកណាដែលធ្វើឲ្យចង្រៃ
គ្រឿងសំពៅមិនមានបញ្ហាអីសោះនៅគ្រឿងអញ្ចឹងក៏ធ្វើវិធីចាប់ស្លាកប្តីនៃសំពៅហ្នឹងក៏ឲ្យចាប់នេះសំពៅដែលជាប្តីរបស់នាងហ្នឹងប្រពន្ធក៏នៅហ្នឹងប្តីក៏នៅហ្នឹងហើយខាងអ្នកនេះសំពៅហ្នឹងក៏ឲ្យចាប់ស្លាកទៅក៏ចាប់กระดาษដែលសរសេរថាកលកណីអ្នកចង្រៃមនុស្សចង្រៃហ្នឹងធ្លាក់មកលើប្រពន្ធនៃសំពៅហ្នឹងបងធ្លាក់មកលើប្រពន្ធខ្លួនឯងហ្នឹងมันអស់ចិត្តទេថាมันសមទេណាมันសមទេឥឡូវដើម្បីបញ្ជាក់ឲ្យដឹងចាប់ម្ដងទៀតលើកទី2ហ្នឹងក៏ប៉ះទៀតញោមប៉ះទៀតលើកទី3ហ្នឹងក៏ប៉ះទៀតធ្វើម៉េចត្រូវតែបោះប្រពន្ធនៃសំពៅហ្នឹងទម្លាក់ទៅកដាលមហាសមុទ្រហើយក៏យកក្អមដាក់ដីខ្សាច់ឲ្យពេញហើយចងខ្សែទម្លាក់ខ្សែមួយខាងចងក្អមខ្សែមួយខាងចងកកនាងជាភរិយារបស់នៃសំពៅហ្នឹងក៏ទម្លាក់ទឹកទៅកុំឲ្យមើលទៅវេទនាពេកវេទនាភ្នែកពេកដាក់ទៅលិចភ្លឹបទៅឆាប់ស្លាប់អីចឹងណាពិធីរបស់គេហ្នឹងគាត់ទៅធ្លាក់ប្រពន្ធនៃសំពៅភ្លឹបទៅស្រាប់តែសំពៅទៅមុខបានញោមលេងគ្រឿងទៅហ្នឹងហើយលោកនៅក្នុងហ្នឹងលោកនៅនឹងសំពៅលើសំពៅហ្នឹងលោកថាអូណោះមានរឿងអីពីមុនមកណោះបានវាមានហេតុការណ៍អញ្ចឹងចាំមើលទៅជួបព្រះសម្មាសម្ពុទ្ធនឹងទូលសួរព្រះអង្គរឿងហ្នឹងមករឿងទៅហើយមកក្រុមទៀតលោកនិមន្តទៅក៏ដល់ពេលលោកសម្រាកហើយក៏មិនបានទៅសម្រាកក្នុងភូមិក្នុងស្រុកទេលោកទៅសម្រាកក្នុងគុហាភ្នំនៅក្បែរភូមិអ្នកស្រុកហ្នឹង7អង្គញោមទៅក្រាន់តែចូលទៅដល់គុហាភ្នំពឹបថ្មពីណាមកធ្លាក់បិទរូងភ្នំនឹងចិត្តឆឹងញោមបិទមាត់រូងភ្នំហ្នឹងហើយក្រោយមកអ្នកស្រុកគេដឹងគេឮទៅក៏កែនប្រមាណភូមិនោះទៅជួយទាញថ្មភ្នំដែលបិទគុហាហ្នឹងហើយប៉ុន្តែអត់លបើកទេតែតែគ្រប់7ថ្ងៃបានលបើកមកឯងញោមធ្លាក់ថ្មចេញមកលោកក៏មុនចេញមកអត់អាហារអត់ទឹកហ្នឹង7យប់7ថ្ងៃនឹងគុហាហ្នឹងហើយលោក7អង្គថាจะមើលទៅជួបព្រះសម្មាសម្ពុទ្ធទូលសួររឿងហ្នឹងថាពីមុនមកលោកធ្វើអីបានមកអញ្ចឹងញោមដល់ទៅជួបព្រះសម្មាសម្ពុទ្ធក្រុមទី1ដែលជួបសត្វក្អែកជាប់នឹងរង្វេលឆ្នាំងហ្នឹងដែលសត្វក្អែកជាប់នៅនឹងរង្វេលឆ្នាំងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងបុព្វកម្មថាក្អែកហ្នឹងពីដើមជាមនុស្សញោមសត្វក្អែកហ្នឹងពីដើមមនុស្សហើយដល់ទៅមនុស្សហ្នឹងធ្វើកសិកម្មធ្វើស្រែដូចញាតិញោមអញ្ចឹងធ្វើស្រែទៅភ្ជួរទៅគោហ្នឹងវាលាក់ពុតវាខ្ជិលញោមហើយវាដេកវាដួលវាអត់ទៅមុខដែលម្ចាស់ខឹងពេកក៏យកចំបើងនឹងឯងរុំកកហើយក្របពីលើទៅដុតហ្មងញោមដុតគោទាំងរស់ហ្នឹងរហូតដល់គោនឹងស្លាប់ទៅហ្នឹងហើយខូខើណាញោមមើលដល់ពេលអញ្ចឹងទៅបាបកម្មនឹងឯងធ្វើឲ្យស្លាប់ទៅនឹងធ្លាក់នរកយ៉ាងយូរហើយកើតមកកើតផុតពីនរកមកកើតជាសត្វដេរិឆានហ្នឹងក៏កើតជាក្អែកហ្នឹងមិនតាន់អស់កម្មនៅហើរចូលរង្វេលឆ្នាំងហ្នឹងក៏ស្លាប់ភ្លាមហ្នឹងហើយដែលប្រពន្ធនៃសំពៅคล้ายជាមនុស្សចង្រៃក្នុងសំពៅរហូតដល់គេទម្លាក់កដាលមហាសមុទ្រហ្នឹងដែលធ្វើឲ្យសំពៅគឿងនៅមិនទៅមុខទៅក្រោយហ្នឹងលោកថាជាតិមុននាងហ្នឹងជាមនុស្សដែរមនុស្សហើយជាកូនអ្នកមានស្ដុកស្ដំស្អាតប្រចាំភូមិប៉ុន្តែមានឆ្កែមួយនោះចេះតែដើរតាមនាងទៅណាក៏ឆ្កែនឹងទៅតាមនាងទៅណាក៏ឆ្កែនឹងទៅតាមក៏នាងនឹងឯងត្រូវបានមនុស្សប្រុសជាច្រើនចំអែចំអន់នាងនាំប្តីនាងទៅណាទៀតហើយចេះចោះទៅនាងហ្នឹងក៏មានចិត្តខ្មាស់ហើយណា
មានអារម្មណ៍ខ្មាស់តែគេបង្អាប់ជាមួយឆ្កែមួយអីចឹងទៅក៏នាំឆ្កែហ្នឹងទៅកំពង់ទឹកទៅងូតទឹកទៅកណ្ដៀតក្អមទៅហ្នឹងក៏លោបយកខ្សែមួយខាងចងនឹងក្អមខ្សែមួយខាងទៀតចងនឹងកឆ្កែដាក់ដីខ្សាច់ឲ្យពេញទៅលាក់ទឹកទៅឆ្កែក៏ងាប់ទឹកនឹងទៅបាបកម្មនឹងឯងដែលធ្វើឲ្យនាងធ្លាក់នរកយ៉ាងយូរហើយបើកើតជាមនុស្សវិញហ្នឹងកម្មវាអត់តន់អស់ដល់មកកើតជាប្រពន្ធនៃសំពៅហ្នឹងក៏ត្រូវលិចលួងក្នុងកដាលមហាសមុទ្រហ្នឹងដោយអំណាចកម្មឲ្យផលសមណាញោមសមណាយើងថាមិនសមប៉ុន្តែរឿងដល់និយាយទៅសមទាំងអស់មែនណាអញ្ចឹងអាត្មាបាក់ជើងហ្នឹងសមហើយណាសមហើយដល់ទី3បងទី3ហ្នឹងដែលលោកជាប់នៅក្នុងរូងគុហាភ្នំហ្នឹងទូលសួរព្រះសម្មាសម្ពុទ្ធទៅព្រះអង្គថាភិក្ខុ7អង្គហ្នឹងជាតិមុនជាក្មេងខ្វៀលគោទៅខ្វៀលដល់កន្លែងមួយសันសោងហ្នឹងនាំគ្នាដេញសันសោងហ្នឹងដេញទៅចូលរុនទៅក៏នាំល្ងាចណាស់ទៅហើយក៏នឹកថាមើលទៅមិនចាប់បានទេយកស្មៅញុកនឹងរុននឹងឆ្នុកយកឆ្នុកបានញុកនឹងរុននឹងទៅហើយក៏ស្អែកឡើងទៅខ្វៀលគោកន្លែងផ្សេងវាផ្លិចដល់គ្រប់7ថ្ងៃហ្នឹងក៏នឹកឃើញកន្លែងដើមវិញក៏មកទៅក៏នឹកឃើញអូ7ថ្ងៃមុនយើងបានដេញសัตว์ចូលរុនឥឡូវយើងញាត់ឆ្នុកទៅមើលដល់ទៅមើលទៅទាញឆ្នុកមកស្រាប់តែសัตว์នឹងវាចាញ់មកឲ្យស្គមញោមអត់បាយអត់ទឹក7យប់7ថ្ងៃដល់ឃើញស្គមទៅប្រឡែងហ្នឹងកុំធ្វើបាបវាអីស្គមណាស់ឲ្យរស់ទៅហើយពេលហ្នឹងឧបមាថាបើសិនជាសម្លាប់ទៀតភិក្ខុ7អង្គត្រូវស្លាប់តែដោយសារប្រឡែងថាឲ្យរស់ទៅក៏ភិក្ខុហ្នឹងរស់មកវិញ7ថ្ងៃហ្នឹងក៏ចេញពីគុហាមកវិញទៅហ្នឹងហើយនឹងរឿងហេតុការណ៍ដែលអាត្មាលើកឡើង3ចំណុចហ្នឹងជាតលហីកមួយបញ្ជាក់ថាកម្មមុណាវត្តតីលោកោសត្វលោកនឹងប្រព្រឹត្តទៅតាមអំណាចរបស់កម្មហ្នឹងហើយអត់មានប្រអិនប្រព្រំព្រះអតិទេពអីមកប្រទានពួរមកបកបកើតឲ្យយើងទទួលបាននៅភាពយ៉ាងនេះទទួលបាននៅភាពយ៉ាងនោះទេបើកម្មរៀបចំយ៉ាងម៉េចយើងទទួលនៅផលនៃកម្មនោះយ៉ាងនោះហ្នឹងហើយមិនអាចប្រាថ្នាចង់បានយ៉ាងណាក៏បានសម្រេចដោយបំណងប្រាថ្នាទេគឺថាគ្រប់យ៉ាងមានហេតុទើបកើតឡើងនឹងរឿងនឹងចឹងហើយឥឡូវងាកមករឿងកម្មវិធីបុណ្យនេះអាចង់រំលឹកអំពីការកសាងនឹងគេថាការកសាងហ្នឹងមាន2ញោមទី1កសាងលោកទី2កសាងសំណង់កសាងវត្តអារាមណាកសាងលោកបានលោកហើយបានលោកហ្នឹងកសាងវត្តចាអញ្ចឹងមានន័យថាធុរៈនៅក្នុងពុទ្ធសាសនាយើងនេះមាន2កន្ធធុរៈនិងវិបស្សនាធុរៈកន្ធធុរៈនេះសំដៅដល់ការកសាងសាលាទ្រឹស្ដីហ្នឹងបានដល់សាលាបាលីហ្នឹងឯងហ្នឹងហើយដល់សាលាមួយទៀតគេហៅថាសាលាវិបស្សនាសាលាពិសោធន៍ពេលដែលចេះទ្រឹស្ដីហើយយើងយកទៅពិសោធន៍មើលសាលាពិសោធន៍គឺវិបស្សនារីឯសាលាទ្រឹស្ដីគឺព្រះបរិយត្តិធម៌ចឹងការកសាងនេះមែនទែនទៅអាចនិយាយបានថាយើងកំពុងកសាងនៅមនុស្សថ្មនោះមានន័យថាមនុស្សដែលមានធនធានមានសមត្ថភាពមានចំណេះដឹងហ្នឹងហើយអាគារថ្មអាគារស៊ីម៉ង់អីក៏កសាងទៅប៉ុន្តែយើងមិនអាចចោលមនុស្សថ្មបានទេ
ណាយើងអាចផ្លិចកន្លែងខ្លះហ្នឹងយើងអាចផ្លិចយើងរវល់តែកសាងសំណង់អគារថ្មស៊ីម៉ងអីពាសពេញវត្តហ្នឹងប៉ុន្តែជាមួយនឹងការកសាងសំណង់អគារហ្នឹងយើងក៏ត្រូវតែកសាងមនុស្សដែលយើងថាកសាងធនធានមនុស្សដែលអាត្មាប្រើពាក្យថាមនុស្សថ្មហ្នឹងគឺមនុស្សដែលមានសមត្ថភាពមនុស្សដែលមានចំណេះដឹងហើយចំណេះធ្វើមិនមែនត្រឹមតែដឹងទេគឺធ្វើផងហ្នឹងហើយពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គមានការលើកឡើងអំពីមនុស្ស4ពួកដែលតែងកើតមាននៅក្នុងโลกនេះមនុស្សពួកមួយឧបមាដូចជាគោលន់ហើយអត់មានភ្លៀងគោលន់ក្រឹមអូឯលិចឯកាតឯជើងឯត្បូងហ្នឹងលន់លឺប៉ុន្តែអត់ភ្លៀងទេហ្នឹងពួកហ្នឹងមានន័យថាបានតែនិយាយបានតែទ្រឹស្ដីតែធ្វើអីអត់បានឥឡូវព្រះអង្គគ្រូថេតិញាណោសិញជាមុនមកដល់ល្មមមុនមកតែមុនមកសិនមកហ្នឹងហើយញាតិញោមអាចទទួលស្វាគមន៍បដិសន្ធារកិច្ចចំពោះព្រះធម្មទិកជាលោកនិមន្តមកដល់នៅអញ្ចឹងសូមញាតិញោមសម្រួលអាត្មាមិនបានលើកឡើងឲ្យច្រើនទៀតទេដោយសារព្រះធម្មទិកក៏ព្រះអង្គគ្រូនិមន្តមកដល់ហើយអាត្មាខ្លួនឯងក៏បានលើកឡើងមកច្រើនខ្លះហើយដែរក្នុងការកសាងនឹងដូចបានប្រកេនអញ្ចឹងថាអាស្រ័យលើការដឹកនាំដែលយើងដឹកនាំឲ្យល្អក៏វានឹងបានផលជាសំណង់ក៏ហៅថាសំណង់សុវត្ថិភាពដោយសោភ័ណភាពដោយអត្តន័យសំណង់ដែលយើងសាងសង់ហ្នឹងហើយអាចជាគំរូដល់អ្នកចំនួនក្រោយឬក៏កន្លែងផ្សេងហ្នឹងហើយនឹងសំណង់ដែលយើងបានធ្វើដែលយើងនិយាយជាសាមញ្ញជាឲ្យងាយស្រួលទៅថាដូចជាសាលាឆាន់សាលាបាលីរបងខ្លងទ្វារតប់ទឹកផ្លូវបេតុងអីហ្នឹងក៏គិតគូសពគ្រប់អីទៅអញ្ចឹងហ្នឹងសំណង់រីឯមនុស្សថ្មមនុស្សរឹងប៉ឹងហ្នឹងក៏យើងត្រូវតែឲ្យមានដែរសម្រាប់រក្សារបស់រឹងរបស់ល្អដែលយើងបានសាងហ្នឹងតើតែមានការកសាងមនុស្សដោយបង្កជាលក្ខណៈឲ្យមានកម្មវិធីសិក្សារៀនសូត្រហើយជាពិសេសគឺអាចនឹងបំពោះកុលបុត្របន្តវេនអីក្នុងពុទ្ធសាសនាហ្នឹងក៏គួរតែមានហ្នឹងហើយញាតិញោមជាម៉ែជាឪជាបាសកបាសិកាចំណុះជើងវត្តហ្នឹងក៏គួរតែអនុញ្ញាតឲ្យកូនសាងភ្នោះបួសសម្រាប់ការត្រួតត្រងពុទ្ធសាសនាផងសម្រាប់ត្រួតត្រងធម៌វិន័យផងហើយក៏ដើម្បីបានជាស្រែបុណ្យសម្រាប់ខ្លួនយើងទាំងអស់គ្នានឹងផងគណៈអញ្ចឹងការកសាងនឹងវាមានពីរប្រភេទអញ្ចឹងកសាងសំណង់ហើយនឹងកសាងលោកសង្ឃដើម្បីបានសំណង់តើកសាងលោកសង្ឃនឹងឲ្យបានសិនការកសាងលោកកសាងវត្តពាក្យហ្នឹងវាភ្ជាប់គ្នាកសាងលោកកសាងវត្តមានន័យថាកសាងលោកគឺកសាងធនធាននោះនឹងឲ្យរៀនឲ្យសូត្រទៅបើទោះថាមិនតាន់មានសេនាសនៈអីគ្រប់គ្រាន់សម្បូរពោពេះអីតែឲ្យវាមានកម្មវិធីសិក្សាហើយលោកនឹងក៏អាចនឹងកសាងវត្តជាវត្តបដិបត្តិក៏កសាងទៅជាវត្តជាសំណង់អគារអីក៏អាចនឹងជាការដឹកនាំពុទ្ធបរិស័ទ
នឹងជាអ្នកផ្ដល់ប្រឹក្សាជាប្រឹក្សាយោបល់អីជាមួយអាចារ្យគណៈកម្មការអីទៅក៏អាចធ្វើបាននឹងឲ្យតែមានធនធានលោកសង្ឃហ្នឹងធនធានប្រសង្ឃអញ្ចឹងបានអាត្មាប្រើថាមនុស្សថ្មហ្នឹងគឺមនុស្សរឹងប៉ឹងមនុស្សមានចំណេះដឹងជួនកាលយើងរវល់ទៅជាមួយសំណង់តែផ្លេចមនុស្សថ្មហ្នឹងរវល់តែសាលាឆាន់រវល់តែផ្សេងអញ្ចឹងទៅយើងផ្លេចអាហ្នឹងក៏វាជារឿងគ្រោះថ្នាក់ដែរសម្រាប់យើងហ្នឹងហើយបើធ្វើបានសពបែបយ៉ាងទៅអត់មានប្រសង់ឥឡូវធ្វើម៉េចពេញពៀងក៏នៅទៅឆ្កែឆ្មាអត់មានអ្នកណាមើលថែអីហ្នឹងក៏វាជារឿងមួយដែលយើងត្រូវគិតថាធ្វើម៉េចឲ្យវាមានទាំងព្រមទាំងប្រសង់នឹងក៏មានហើយទាំងសំណង់ហ្នឹងក៏អាចប្រព្រឹត្តទៅតាមដែលយើងអាចធ្វើទៅបាននឹងរឿងនឹងចឹងបងហើយរំលឹកដោយលើកឡើងអំពីអ្នកដែលមានសមត្ថភាពអ្នក